ភាពពឹសពុលចរិតខូចរបស់រដ្ឋាភិបាលហើយនឹងកងទ័ពថៃគឺបានស្ដែងឡើងយ៉ាងច្បាស់មែនទែនណាច្បាស់មុនដំបូងរុញរឿងព្រំដែនឲ្យតែមានចំនួនផ្ទៃក្នុងរបស់ខ្លួនក្នុងការដណ្ដើមអំណាចរវាងរដ្ឋាភិបាលនិងយោធាថៃតែងតែរុញមកព្រំដែនកម្ពុជាយកកម្ពុជាជាចំណាប់ខ្មាំងដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដើម្បីមានលេសចោទថាអូរដ្ឋាភិបាលគ្រប់គ្រងបូរណភាពទឹកដីមិនបានអញ្ចឹងទៅយោធាត្រូវតែធ្វើរដ្ឋប្រហារដណ្ដើមអំណាចអីលាក់នោះលាក់នេះជាទម្លាប់យូរហើយបាទដែលតែងតែកើតមានចំនួនលើកមុនរឿងព្រះវិហារដូចគ្នាបាទឥឡូវកើតឡើងដដែលទៀតបង្ករឿងហើយរុញមកឲ្យកម្ពុជាជាអ្នកចូលរួមពាក់ព័ន្ធនិយាយទៅយើងរងគ្រោះមែនទែនបាទដោយសារតែចរិតលក្ខណៈរបស់រដ្ឋាភិបាលហើយនឹងយោធាថៃដែលបាននឹងកំពុងធ្វើរឿង scam online ដែលខ្ញុំលើកមិញរឿងដល់ខ្លួនឯងយ៉ាងអាម៉ាស់កើតពេញបន្ទុករុញមកកម្ពុជាអត់ខ្ចីនិយាយមួយម៉ាត់រឿងក្នុងប្រទេសថៃបែរជារុញមកកម្ពុជាស្ងាត់ឈឹងអត់មានអីផងបាទឃើញទេឥឡូវបន្ទាប់ពីហ្នឹងចូលដល់រឿងមួយទៀតដែលបង្ហាញថាចរិតរបស់មន្ត្រីថៃហើយនឹងយោធាគឺជាចរិតកូនក្មេងចរិតបង្ករឿង